យុវជននិងបំណុលយើងសង្កេតឃើញថារាល់ថ្ងៃយុវជនងាយនៅក្នុងការធ្លាក់ទៅបំណុលធ្លាក់ទៅក្នុងអន្លង់បំណុលដោយសារយុវជនពេលគាត់ចាប់ផ្ដើមធ្វើការងារគាត់អត់តឹងនឹងណទេគាត់ចាប់ផ្ដើមសម្ភារៈនិយមភ្លាមព្រោះមានយុវជនមួយចំនួនគាត់មានម៉ូតូចាស់ម៉ូតូអីប្រើបានដោយសារពុកម្ដាយប្រើពេលគាត់នៅរៀនដោយថាគាត់រៀននៅបាក់ឌុបអីចឹងទៅពុកម្ដាយមានម៉ូតូមានយានជំនិះឲ្យប្រើពេលដែលគាត់ចាប់ផ្ដើមរៀនចប់គាត់មានការងារធ្វើភ្លាមអត់ទាន់ការងារបាននឹងណទេគាត់ចាប់ផ្ដើមចង់បានម៉ូតូថ្មីចង់បានម៉ូតូទំនើបដែលតម្លៃរាប់ពាន់ដុល្លារអញ្ចឹងវាពិបាកណាស់ពេលហ្នឹងគាត់ចាប់ផ្ដើមធ្លាក់ខ្លួនក្នុងបំណុលហើយបំណុលគាត់ទៅដោះស្រាយរយៈពេល3ទៅ5ឆ្នាំអញ្ចឹងគាត់ចំណាយពេលវ័យ3ឆ្នាំទៅ5ឆ្នាំក្នុងការដោះបំណុលអានឹងនិយាយពីយុវជនមួយចំនួនដែលមានម៉ូតូជិះស្រាប់ដែលមានយានជំនិះជិះស្រាប់បើសិនជាយុវជនមួយចំនួនទៀតគាត់អត់មានអីជិះសោះគាត់ចាប់ផ្ដើមធ្វើការងារបើគាត់ចង់បានម៉ូតូជិះចង់បានអីគាត់អាចខ្ចីលុយធនាគារប៉ុន្តែខ្ចីលុយយើងកុំខ្ចីលុយច្រើនយើងខ្ចីមុំដូចជាខ្ចីខាង Aeon ខាង Active People យើងខ្ចី500ក៏បាន600ក៏បាន700ក៏បានយើងខ្ចីហើយយើងទិញម៉ូតូជិះល្មមពេលដែលយើងចាប់ដើមធ្វើការយើងចាប់ដើមសំលុយសំទៅពេលយើងសល់លុយច្រើនយើងទិញម៉ូតូណារៀងទំនើបបន្តិចក៏មិនជាបញ្ហាដែរប៉ុន្តែយើងចាប់ផ្ដើមមកយកល្អប្រើពួកអសង្ឃពួកអ្វីឲ្យធន់ព្រោះយើងការងារយើងអត់ទៅនឹងមកទេបើសិនជាយុវជនដែលគាត់ចង់បានសម្ភារៈទំនើបការងារគាត់អត់នឹងណបំណុលរបស់គាត់3ឆ្នាំទៅ5ឆ្នាំបទពិសោធន៍ការងារគាត់អត់ទាន់ច្បាស់លាស់ទេឧទាហរណ៍ថាគាត់ធ្វើការបាន3ខែ4ខែអញ្ចឹងបុគ្គលិកខ្លះគឺអត់ទាន់ទាំងជាប់ probation ផងព្រោះគាត់ចាប់ផ្ដើមទិញសម្ភារៈនិយមចាប់ផ្ដើមយកបំណុលមកជួនកាលគាត់ធ្វើការអត់នឹងណសេដ្ឋកិច្ចមានបញ្ហាគាត់ចាប់ផ្ដើមអស់ការងារធ្វើគាត់ចាប់ផ្ដើមមានបញ្ហាបំណុលហើយបញ្ហាបំណុលគេដកយកឡានដកយកម៉ូតូអញ្ចឹងថ្ងៃក្រោយគាត់ចង់រកស៊ីគាត់ចង់ខ្ចីធនាគារគឺគាត់មានការពិបាកណាស់ដោយសារគាត់ខូចឈ្មោះហើយអញ្ចឹងតកតងទៅនឹងយុវជនខ្ញុំណែនាំថាបើគាត់មានការងារធ្វើហើយបើគាត់របស់ចាស់មានហើយក៏គាត់ប្រើប្រាស់សិនទៅហើយគាត់ចាប់ផ្ដើមរកវិធីសន្សំលុយបើចង់បង់លុយគាត់សន្សំលុយសិនសន្សំលុយឲ្យបាន70-80%អឺនៃថ្លៃសម្ភារៈដែលគាត់ទិញអាហ្នឹងគាត់ទិញទៅមិនសូវជាបញ្ហាទេហើយបទពិសោធន៍ការងារគាត់កាន់តែច្រើនលុយគាត់ក៏កាន់តែច្រើនហានិភ័យក្នុងការលងក្នុងបំណុលក៏កាន់តែថយដែរអញ្ចឹងនេះសម្រាប់យុវជនមួយចំនួនវាគ្រាន់តែជាការចែករំលែកទេគ្រឿងសម្ភារៈនិយមគឺទៅតាមការគិតឃើញការយល់របស់គាត់រៀងៗខ្លួនបាទអរគុណ